នេះគឺជាគូស្វាមីភរិយាទាំងពីរដែលខ្ញុំបានចងដៃ100រៀលហើយនេះគឺជាគូស្វាមីភរិយាទី3ដែលខ្ញុំនឹងទៅចងដៃ100រៀលយ៉ាងណាក៏ខ្ញុំមាន challenge ដែរបើសិនជាក្នុងថ្ងៃនេះខ្ញុំអាចចាប់បានផ្កាគឺខ្ញុំនឹងទៅចងដៃ$1000កុំឲ្យខ្ញុំចាប់បានផ្កាអីចឹងដើម្បីឲ្យវាសុក្រិតនិងយុត្តិធម៌ថាខ្ញុំនឹងទៅធ្វើវាមែនខ្ញុំមានសាក់សីនេះធ្វើសាក់សីខ្ញុំមួយទាំងពីរអ្នកធ្វើសាក់សីថ្ងៃនេះខ្ញុំចងដៃ100រៀលប៉ុន្តែបើសិនខ្ញុំចាប់បានផ្កាខ្ញុំចង$1000វ៉ាវចុយមែនតើលុយពិត1000ណាចូលនេះសាក់សីខ្ញុំលីហេងសាក់សីទី1 10លុយហើយហៀងសាក់សីទី2ចូលឈប់បាយដល់ខ្ញុំចង់ដៃម៉ានអត់ដឹងផង100លុយខ្មែរយ៉ាងណាការដែលខ្ញុំទៅចងដៃ100រៀលនេះគឺខ្ញុំចងតែមនុស្សសំខាន់ទេបុគ្គលទី1ដែលខ្ញុំចងដៃ100រៀលជាមនុស្សពិសេសបើសិនជាចាប់បានផ្កាខ្ញុំចងដៃ$1000ធ្វើសាក់សីអត់ធ្វើសាក់សីទៅបើចាប់បានផ្កាឯងចង$1000អត់មានប្រាប់កូនចន្លោះហ្នឹងណាអត់មានតិចតែបែកការបន្ទាប់មកខ្ញុំក៏បានដើរចូលតុហើយក៏បានទៅញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់ខ្លាំងមែនតែនហើយក៏គិតក្នុងចិត្តដែរថាចុះបើខ្ញុំអត់ចាប់បានផ្កាចង់ដៃ100រៀលតិចអត់សមទៅចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងចាប់បានផ្កាហើយពេលវេលាដ៏ពិសេសសម្រាប់គូស្វាមីភរិយាថ្មីក៏បានខិតជិតមកដល់ឥឡូវគឺគាត់បានដើរឡើងទៅលើឆាកអីហើយតិចទៀតគឺជាពេលវេលាដែររន្ធត់ wish me luck បងចាប់បានឲ្យចូលដៃមកខ្ញុំជិត6ឆ្នាំហើយតាំងពីនៅរៀនលួចខ្លាញ់មកពួកយើងបានតស៊ូជាមួយគ្នាតាំងពីមានតាំងពីនិស្សិតមកបន្តមានការងារធ្វើពេលវេលាដែលរន្ធត់ក៏បានមកដល់គេឲ្យទៅនៅបងចឹងជាបន្តទៅនេះដូចជាបានឃើញស្រាប់ហើយចាសូមជឿនចូលតែម្ដងបងក្មួយបងinfluencer ល្បីជាច្រើនចាថ្ងៃនេះអ្នកទាំងអស់នេះចូលរួមជាមួយនឹងគោលការណ៍របស់អ្នកបងប្អូន wish me luck អត់មកshit bro shitថ្មទូរស័ព្ទនៅសល់ប៉ុន្មានភាគរយដែរ